ហើយពាក្យថាអភិសេកនេះប្រែជាខ្មែរថាការប្រោះព្រំសុគន្ធវេរីទឹកក្រអូបនិងផ្កាដែលក្រអូបថ្វាយចំពោះព្រះពុទ្ធបដិមាអង្គថ្មីដែលទើបនឹងសាងហើយនេះគេថាអភិសេកអភិសេកនឹងមានពីរមួយពុទ្ធាភិសេកទីពីររាជាភិសេករាជាភិសេកគឺគេអភិសេកស្ដេចអង្គថ្មីឲ្យឡើងគ្រប់គ្រងរាជសម្បត្តិព្រោះស្ដេចអង្គមុនលោកទីបង្គគាត់ទៅឬលោកចាស់ទៅលោកដាក់រាជតែលោកជប់គ្រប់គ្រងរាជគេត្រូវរើសក្សត្រអង្គក្មេងមួយទៀតដើម្បីឲ្យគ្រប់គ្រងរាជសម្បត្តិថែរក្សាទឹកដីប្រជាពលរដ្ឋឲ្យទាំងអស់ក្នុងពិធីហ្នឹងមានគេធ្វើពិធីស្រោចស្រពសុគន្ធវេរីដូចគ្នាដែរបងគឺទៅស្រោចទឹកបងស្រោចទឹកលើបោះសបោកដែលគេធ្វើស្រោចទឹកស្ដេចគេធ្វើពីដើមល្វីយកដើមល្វីទៅធ្វើបងមិនយកឈើអីដទៃទៀតទេឲ្យលោកទៅគង់លើបោះសបោកដែលគេធ្វើពីដើមល្វីហ្នឹងក៏ពួកព្រះសង្ឃនិងពួកព្រាហ្មណ៍បើពីមុនមិនដែលមានពុទ្ធសាសនាគឺមានតែពួកព្រាហ្មណ៍ដែលស្រោចទឹកខ្លះទឹកសង្ឃថ្វាយដល់បច្ចុប្បន្នហ្នឹងមានពុទ្ធសាសនាក៏ប្រសង់លោកទៅស្រោចស្រពសុគន្ធវេរីនៅថ្វាយអានេះរាជាពិសេសមានន័យយ៉ាងបើគឺគេទៅស្រោចទឹកខ្លះទឹកសង្ឃហ្នឹងសម្រាប់ពុទ្ធាពិសេសគឺពុទ្ធដែលញោមញាក់សាងពុទ្ធបដិមាអង្គថ្មីហើយនឹងសាងពីឈើក្តីពីថ្មក្តីពីស៊ីម៉ង់ក្តីពីស្ពាន់ក្តីមាសប្រាក់អីទាំងអស់តើកាលណារួចអីគេតែងធ្វើពិធីពុទ្ធាពិសេសសម្រាប់ញោមញាក់ដែលទៅប្រោះព្រំសុគន្ធវេរីគ្រឿងក្រអូបស្រោចស្រពថ្វាយនឹងបាននេះទៅញោមញាក់ទាំងអស់ជាតំណាងពពួកទេវតាបកាលដែលថ្ងៃ15កើតខែវិសាខកាលដែលព្រះអង្គទ្រង់ត្រាស់ដឹងនៅក្រោមដើមពោធិព្រឹក្សនឹងក្នុងពេលនោះទេវតាទាំងម៉ឺនសែនកោដចក្រវាលពួកយក្សពួកគ្រប់កន្ធប់នេះឲ្យទាំងអស់ប៉ុន្តែអត់បានព្រោះវាក៏ក្រោករំពើងទាំងផែនដីការត្រាស់ដឹងរបស់ពុទ្ធដោយពួកទេវតាទាំងសែនកោដចក្រវាលត្រេកអររីករាយក៏មកថ្វាយពោធិសព្ទសាកែមកនៅជុំវិញពោលើអាកាសក៏មានផែនដីក៏មាននៅឲ្យមីស្ទើបជុំវិញមណ្ឌលពោធិព្រឹក្សណាមានពួកកន្ធប់ក៏ពួកទេវតាអ្នកប្រគំតន្ត្រីនេះច្រៀងរំក៏មកច្រៀងរំថ្វាយសព្ទសាធកាផ្លុំត្រែផ្លុំសាំងអីបងក៏ក្រឹកក្រែងណាបងថ្ងៃដែលព្រះអង្គទ្រង់បានត្រាស់ដឹងណាម្ល៉េះក្នុងពិធីពុទ្ធាពិសេសក្នុងបច្ចុប្បន្ននេះគឺញោមញាតទាំងអស់ប្រទាំងប្រសង់អីបាច់ផ្កាប្រោះព្រំសុគន្ធវេរីគឺតំណាងពួកទេវតាប្អិនប្រព្រំទេក្នុងថ្ងៃដែលលោកត្រាស់ដឹងនោះមកអនុមោទនាត្រេកអបអរសាទរនឹងការត្រាស់ដឹងរបស់ព្រះពុទ្ធពីព្រះពុទ្ធមួយអង្គមិនងាយទេណាញោមញាតងាយកសាងបានត្រាស់ដឹងដែរដូចយ៉ាងព្រះសមណគោតមបរមគ្រូយើងលោកកសាង4អសង្ខ័យកម្រៃ1សែនកាប់ផែនដីបានត្រាស់យកពុទ្ធម្ល៉េះហើយមានពុទ្ធត្រាស់ដឹងមួយអង្គទេវតាអីសប្បាយរីករាយថានឹងបានព្រះអង្គសម្ដែងធ្វើប្រសាទទាំងឡាយទាំងពួងហ្នឹងដើម្បីនឹងរំដោះខ្លួនចេញពីសង្សារទុក្ខនេះទៅកាន់ព្រះនិព្វានបានហ្នឹងនេះសូមឲ្យញោមញាតទាំងឡាយនឹងជ្រាបពីពិធីពុទ្ធាពិសេសគឺយើងអបអរសាទរយ៉ាងថ្វាយពោធិសព្ទសាធុការចំពោះព្រះពុទ្ធបដិមាអង្គថ្មីនេះក៏ដើម្បីគេថាឲ្យពេញលក្ខណៈអញ្ចឹងព្រោះយើងសាងថ្មីហើយសម្រាប់ព្រះពុទ្ធសាសនានេះព្រះសម្មាសម្ពុទ្ធជាបរមគ្រូព្រះអង្គទ្រង់បានប្រដិស្ថាននៅវត្ថុ5យ៉ាងជាតំណាងជាទុកជាបញ្ញខេត្តជាស្រែបុណ្យសម្រាប់ឲ្យយើងបរិស័ទគ្រប់គ្នានឹងគោរពបប្រតិបត្តិដើម្បីឲ្យបានបុណ្យអានោះសន្សំបុណ្យដែរញោមមកសត្វសន្សំបុណ្យដែរព្រះពុទ្ធលោកទ្រង់ប្រដិស្ថានវត្ថុ5យ៉ាងទុក
ជាបញ្ញខែជាស្រែបន់របស់ញោមញាតិពុទ្ធបរិស័ទទី1គឺព្រះបដិមាហ្នឹងបដិមាគឺស្នងអង្គរបស់ព្រះអង្គហ្នឹងព្រះពុទ្ធហ្នឹងព្រះសម្មាសម្ពុទ្ធលោកបរិនិព្វានផុតទៅហើយយើងអ្នកកើតបច្ចុប្បន្នហ្នឹងមានទៅស្ទើរព្រះពុទ្ធស្គាល់ព្រះពុទ្ធណាអត់ទេបើអញ្ចឹងហើយត្រូវមានធ្វើជាពុទ្ធព្រះពុទ្ធបដិមាជារូបស្នងអង្គព្រះអង្គមកតម្កល់ទុកដើម្បីយើងក៏លេចឃើញរូបទៅនឹកឃើញដល់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់ត្រាស់ដឹងនៅធ្វើនោះនឹកឃើញដល់តែបើមិនមានព្រះពុទ្ធបដិមាទេមើលទេអត់បាននឹកដល់เลยវាដូចភ្លេចរូបព្រះពុទ្ធដូចដាស់សតិយើងឃើញរូបព្រះពុទ្ធនឹកឃើញដល់ព្រះអរហន្តសម្មាសម្ពុទ្ធជាបរមគ្រូហ្នឹងហើយជាតំណាងនេះសូមឲ្យញោមញាតិជ្រាបអាហ្នឹងទី1ហើយវត្ថុទី2គឺដើមពោធិព្រឹក្សពោធិព្រឹក្សក៏ជាវត្ថុដែលព្រះពុទ្ធបដិស្ថានទុកឲ្យបរិស័ទហ្នឹងគោរពបូជាដែរដើមពោធិព្រឹក្សព្រះសម្មាសម្ពុទ្ធបរមគ្រូយើងលោកត្រាស់នៅក្រោមដើមពោធិព្រឹក្សព្រះពុទ្ធគ្រប់ព្រះអង្គទាំងអស់សត្វត្រាស់ដឹងក្រោមដើមឈើទាំងអស់បើវាប្លែកគ្នាដោយព្រះកកុសន្ធោលោកត្រាស់ក្រោមដើមជ្រែងញោមញាតិស្គាល់ហើយបងស្គាល់គ្រាច្រើនព្រះកននិកមនោលោកត្រាស់ដឹងក្រោមដើមលវីព្រះកសបោត្រាស់ដឹងក្រោមដើមជ្រៃព្រះសមណគោតមលោកត្រាស់ដឹងនៅក្រោមដើមពោធិព្រឹក្សព្រះសិអាមេត្រីត្រាស់ដឹងនៅក្រោមដើមខ្ទឹងមិនសូវមានញោមញាតិណាស្គាល់ទេបងដើមខ្ទឹងឃើញទេព្រះពុទ្ធ5អង្គត្រាស់ក្រោមដឹងក្រោមដើមរុក្ខជាតិអីតែវាខុសគ្នាមិនមែនពោធិព្រឹក្សដូចគ្នាទេពោធិព្រឹក្សតែព្រះសមណគោតមបរមគ្រូយើងទេដែលលោកត្រាស់ដឹងក្រោមដើមពោធិព្រឹក្សហ្នឹងហើយពោធិព្រឹក្សនេះកើតដំណាលនឹងព្រះអង្គថ្ងៃដែលព្រះអង្គសុបប្រសូតថ្ងៃណាពោធិព្រឹក្សចាប់ផ្ដើមដុះថ្ងៃហ្នឹងឯងនេះសូមឲ្យយើងនិយាយជ្រាបចារបស់ដែលកើតដំណាលនឹងព្រះពុទ្ធហៅសហជាតិកើតថ្ងៃជាមួយគ្នាមាន7សហជាតិហ្នឹងបងទី1គឺនាងពិមពេកើតថ្ងៃជាមួយព្រះពុទ្ធដែរនេះមកកើតដំណាលគ្នាបើខ្មែរយើងថាកើតដំណាលគ្នាគេមិនសូវយកជាប្តីប្រពន្ធទេតែព្រះសម្មាសម្ពុទ្ធនាងពិមពេកើតថ្ងៃជាមួយលោកបងមែនទេជាអកមហេសីហ្នឹងសហជាតិហ្នឹងទី2គឺឆន្ទមាតដែលជូនព្រះអង្គទាំងនោះក៏កើតថ្ងៃជាមួយព្រះអង្គដែរបងយ៉ាងទី3គឺសេះកន្ធៈសេះកន្ធៈណាកន្ធៈសរេសេះនោះក៏កើតថ្ងៃជាមួយព្រះអង្គដែរនេះគេហៅសហជាតិទី4គឺព្រះអានន្ទដែលជាពុទ្ធឧបថៈខ្លួនកើតថ្ងៃជាមួយព្រះអង្គដែរណាដល់ទី5ព្រះកាលុទេយីហ្នឹងក៏ប្រកាសជាមួយព្រះអង្គដែរបើដល់លោកបានទៅបួសបាទហើយទី6ដើមពោធិព្រឹក្សដកថ្ងៃដែលព្រះអង្គប្រសូតពោធិព្រឹក្សចាប់ផ្ដើមចេញបន្លោក៏កើតស្ងាល់គ្នាទី7គឺកំណប់ត្រឹមកំណប់ត្រឹមទាំង7ទាំង3ហ្នឹងទាំង4ហ្នឹងកើតឡើងសម្រាប់ព្រមគ្នាទាំងអស់ហ្នឹងនេះនិយាយពីសហជាតិវត្ថុដែលកើតថ្ងៃជាមួយនឹងព្រះសម្មាសម្ពុទ្ធអាត្មាសំបញ្ជានិយាយពីដើមពោធិព្រឹក្សទេបើនិយាយឲ្យត្រូវរៀបរាប់ទាំងអស់ណាដែលកើតថ្ងៃតណាលនៅពុទ្ធនោះគឺមានដើមពោធិព្រឹក្សដែលសម្រាប់លោកត្រាស់ដឹងនេះសូមឲ្យញោមញាតិជ្រាបទី2គឺពោធិព្រឹក្សបដិមាហ្នឹងទី3គឺព្រះសទ្ធោបាលីថាធោបៈសំស្ក្រឹតថាស្ដោព្រះអង្គបដិស្ថានស្ដោចេតិយនោះទុកជាទីសក្ការៈបូជារបស់ញោមញាតិដែរទី4ព្រះបរមសារីរិកធាតុអធិធាតុរបស់ព្រះអង្គដែលបរិនិព្វានទៅនៅសល់តែធាតុដីនៃព្រះសារីរិកធាតុដីហ្នឹង
នៅសល់ធាតុទឹកធាតុខ្យល់អីចេញទៅអស់ហើយនៅសល់ដីជាតំណាងនៃពុទ្ធសាសនានោះបងរួចទីព្រះសរិរិកទី5គឺព្រះធម្មខណ្ឌព្រះធម៌ 84000 ធម្មខណ្ឌសម្រាប់ជាមេគាជាផ្លូវសម្រាប់ញោមញាតពុទ្ធបរិស័ទអស់គោរពបដិបត្តិទៅតាមធ្វើដែលព្រះអង្គសម្ដែងនឹងឯងនេះវត្ថុដែលព្រះអង្គបដិស្ថានទៅជាស្រែបន់សម្រាប់ញោមញាតបច្ចុប្បន្នដែលកើតមិនទាន់ពុទ្ធណាឲ្យមានសេចក្តីជ្រះថ្លាចំពោះវត្ថុ5យ៉ាងនេះទៅបានបន់នេះខ្ញុំគិតថាឃើញក៏រលឹកបានបន់ក៏សន្សំបន់សំពើកុសលបកក្រិនជាទីពឹងរបស់យើងដែលយើងមានដំណើរត្រូវស្លាប់នៅតែមួយទេអូបញ្ជាក់កុំឲ្យប្រហែសទ្វេទាំងអស់គ្នាហ្នឹងបងនេះសូមឲ្យយើងញាតជ្រាបគ្រប់គ្នាទាំងអស់រួចនិយាយអំពីបដិមាស្នងអង្គពុទ្ធនេះព្រះពុទ្ធជាជនជាតិឥណ្ឌាទេណាញោមញាតប៉ុន្តែបើខ្មែរកសាងសិបវណ្ណខ្មែរអ្នកកសាងមានមុខឥណ្ឌានិងមុខដូចតែខ្មែរបើចិនកសាងក៏មុខទៅដូចចិនចឹងទៅបើជប៉ុនកសាងក៏មុខដូចជប៉ុនទៅបើកូរ៉េកសាងក៏មុខដូចកូរ៉េវាទៅតាមជាតិស្រេចនឹងជាតិណាធ្វើទៅសុទ្ធចឹងតាមពេកពុទ្ធជាឥណ្ឌាទេអត់មានក្តោងច្រមុះខ្ពស់បងចឹងយើងណាមិនដូចយើងណាខ្មែរកសាងមើលទៅមុខដូចតែខ្មែរអានេះគេថាទៅតាមជាតិអីយ៉ាងនេះអាជាងខ្មែរកសាងនោះមុខខ្មែរប៉ុន្តែទោះបីជាមុខដូចខ្មែរក្តីដូចចិនដូចជប៉ុនឯណាក្តីក៏យើងសម្គាល់ថានេះជាតំណាងអង្គរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់បានបដិស្ថានទុកជាទីជាបញ្ញខេត្តជាស្រែបន់របស់យើងគ្រប់គ្នាទាំងអស់ដែលនឹងត្រូវធ្វើសក្ការៈបូជាដល់បងហើយសម្រាប់ព្រះបដិមាដែលបានធ្វើពីស្ពាន់ហ្នឹងពីបុរាណមកក្រមិនសូវមានទេធំណាញោមញាតបើដល់បច្ចុប្បន្នហ្នឹងមានពួកសេពវ័នគេកសាងបដិមាពីស្ពាន់ហ្នឹងបានអង្គធំបងចំណេះជំនាញគេកសាងទៅតាមសម័យពេលវេលាគេធ្វើបានធំជាទីសក្ការៈហើយបើសាងពីស្ពាន់ពីលងហិនអីមានអាយុកាលនោះបានវែងបងសាងពីឈើឆាប់ពុកឆាប់រលួយសាងពីថ្មក៏ឆាប់បាក់បែកបើសាងពីស្ពាន់មានស្ថិរភាពនៅយូរគុំតែឲ្យមានមនុស្សបំផ្លាញនៅបានរាប់ពាន់រាប់ម៉ឺនឆ្នាំបងវិញសម្រាប់ញោមញាតដែលកសាងពុទ្ធបដិមានេះគឺយើងបានបន់បានអានិសង្ឃច្រើនក្រៃលែងมันអាចនឹងរាប់ថាប៉ុណ្ណេះកម្មប៉ុណ្ណោះកម្មបានទេបងគឺថាបានអានិសង្ឃក្រៃលែងកាលណាមានមនុស្សមានទេវតាដែលជ្រះថ្លានឹងពុទ្ធមកនមស្ការពេលណាបុណ្យនោះផ្សាយដល់យើងនេះដែលបានកសាងពុទ្ធបដិមាគឺយើងសាងរបស់វត្ថុដែលគេគោរពនោះតែគេឃើញហើយគេគោរពគេបូជាជ្រះថ្លាដូចជាយើងជួយឲ្យមនុស្សនោះបានបុណ្យបានកុសលដែរណាគេជ្រះថ្លានោះការកសមិទ្ធិផលរបស់យើងគឺពុទ្ធបដិមាហ្នឹងចែកបុណ្យគេអត់គេឃើញគេមកជ្រះថ្លាឲ្យតែចិត្តរីករាយបានបុណ្យបានកុសលចិត្តរីករាយជ្រះថ្លានេះវាខុសគ្នាណាញោមញាតម្យ៉ាងរីករាយនឹងរំរីករាយនឹងច្រៀងសប្បាយនឹងសិល្បៈដូរតន្ត្រីអីសប្បាយនឹងល្បែងល្បាំអត់បានប៉ុនទេណាញោមញាតបើជ្រះថ្លានឹងអំពើកុសលកសាងជ្រះថ្លាស្អាតបានប៉ុនបងអានឹងចឹងនេះបានសេចក្តីជ្រះថ្លារីករាយក៏ខុសគ្នាដែរហើយសម្រាប់
ញោមញាតក៏សាងពុទ្ធរូបគឺត្រឹមត្រូវណាស់ផងបានតម្កល់ទុករ៉ាប់ប៉ុនឆ្នាំណាញោមញាតបើគ្មានខ្មែរក្រហមមកបំផ្លាញទៀតទេនៅផងរាប់ពាន់ឆ្នាំតម្កល់ទុកឲ្យមនុស្សចិនក្រោយគេបានគោរពបូជាបានបន់ពីដោយសារតែយើងអ្នកដែលមានសទ្ធាចេតនាហ្នឹងផងពុទ្ធបដិមានេះសាងជាងនៃណាគេធ្វើហ្នឹងជាងខាងណាគេធ្វើជាងនៅដងគេសាងក្នុងនេះឯសាងឲ្យស្រុកគេណាដល់ដងចាក់ហ្នឹងមកបានអាស្រ័យហេតុនេះសម្រាប់ពោធិព្រឹកក្តីជាវត្ថុដែលរីករាយដែលញញៀចាស់បរមរានពីដើមណាគិតដើរទៅក្បែរដើមពោកំណត់ដើរហួសទៅដល់ក្នុងក្រមលុបពោដើមពោក៏ដាក់អង្គុយក៏លើកដៃសូត្រធ្វើគោរពដើមពោសូត្រវន្ទាមិចេតយ៉ាងសព្យសពដ្ឋាននៃសពតិថិតាំងសារីរិកធានទៅមហាពូធឹងនៅគោរពវត្ថុតំណាងបានបនកើតក៏ដើរទៅក្រមដើមពោកំណត់ដើរហួសទេនេះសំញោមញាតជ្រាបចឹងបើដល់យើងសប្តាហ៍ហាក់ដូចជារវិតតែមិនសូវបានគោរពទេដើមពោប៉ុន្តែដើមពោនេះគ្រប់វត្តគ្រប់អារាមអត់មានដើមពោធិព្រឹកអស់ឬសាលាប៉ុនទៅតាមភូមិក៏ចាស់ក៏ដាំដើមពោធិព្រឹកដែរតាមសាលាបំពេញប៉ុនហ្នឹងដែលញោមញាតថាសាលាឆោទៀនណាយើងថាសាលាឆោទៀនមិនត្រឹមត្រូវទេតែថាសាលាបំពេញប៉ុនយើងថាសាលាឆោទៀនសាលាដែលបបាក់វេសន្តរលោកកសាងហ្នឹងឆោហ្នឹងមកពាក្យថាឆាក់6សាលា6លោកស្រាប់ឲ្យតែយើងធ្វើសាលាតែមួយយើងថាសាលាឆោទៀនបើខុសបានតែសាលាបំពេញប៉ុនសពបែបចឹងដែលចាស់ទុំពីដើមអ្នកភូមិគេតែធ្វើប៉ុនឲ្យចូលឆ្នាំឲ្យទៅប្រជុំគ្នាធ្វើប៉ុនក្នុងសាលាក្នុងភូមិហ្នឹងមានដើមពោលអីទីព្រឹកជាដើមជាទីគោរពបូជាគេពូនភ្នំខ្សាច់អីសម្រាប់ភូមិគេទៅធ្វើហ្នឹងបងអាហ្នឹងក៏ជាទីបំពេញកុសលសន្សំកុសលឲ្យកើតមានដល់ញោមញាតដែរបងវាដូចយ៉ាងព្រះសធមព្រះសដោបនេះតម្កល់ព្រះសដោបនេះគេច្រើនសាងនៅផ្លូវប្រឡែងកែងប្រឡែងកែងគឺផ្លូវខ្វែងជើងក្អែកជា4យ៉ាងគេទៅសាងចំកណ្ដាលហ្នឹងម្ល៉េះហើយជានានុជនបរិស័ទដើរពីទិសណាមកក៏ជួបពីទិសណាមកក៏ជួបអាផ្លូវ4គេហៅផ្លូវប្រឡែងកែងចំកណ្ដាលហ្នឹងមនុស្សមកពីទិសនោះឃើញមកអ្នកចេះស្លាមមកគោរពជាបានប៉ុននេះយកមកចិនជ្រះថ្លានមស្ការទៅបានប៉ុនអសតតែជាអំពើដែលសពសន្សំបនទាំងអស់ឬព្រះបរមសារីរិកធាតុក៏គេយកទៅបញ្ចុះក្នុងស្ដោបហ្នឹងដែរតម្កល់ទុកនៅទីហ្នឹងបងសម្រាប់គោរពបូជារួចបុគ្គលដែលគួរដល់ការដែលយកទៅបញ្ចុះក្នុងព្រះស្ដោបហ្នឹងមានព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធនេះ1ធាតុរបស់ព្រះបច្ចេកពុទ្ធនឹង2ធាតុរបស់ព្រះអរហន្តសាវកនឹង3ធាតុរបស់ស្ដេចចក្រពត្តិត្រាធិរាជទាំង4ហ្នឹងចក្រពត្តិត្រាធិរាជ4បុគ្គលហ្នឹងជាពោជារហបុគ្គលដែលគួរសមដល់ការយកទៅបញ្ចុះក្នុងព្រះស្ដោព្រះសតោសម្រាប់ពុទ្ធបរិស័ទជាអ្នកនុជនមនុស្សទេវតាទាំងអស់គ្រប់ប្រទេសថ្លាបានបន់គ្រប់តែគ្នាអាហ្នឹងបុគ្គលដែលគួរសមដល់យើងបច្ចុប្បន្នសប្តាហ៍ថ្ងៃយើងទៅងាយទៅរកព្រះបរមសារីរិកធាតុធាតុព្រះបច្ចេកពុទ្ធព្រះអរហន្តសាវកហើយនឹងស្ដេចចក្រពត្តិឯណាបានម្ល៉េះហើយមានតែអធិធាតុរបស់លោកឪពុកអ្នកម្ដាយរបស់យើងទេដែលញោមញាតនិយមសាងចេតិយហ្នឹងបងចេតិយធ្វើទៅឡើងជាងអៀតវត្តអស់លីបវត្តអីមិនតាន់ឃើញអ្នកប្រមាណទេបើវត្តធ្វើថ្មីបើកណាសុំប្រគិនយកបនណាបើញោមញាត
ធ្វើចិត្តដីបញ្ចុះអធិធិក្នុងវត្តកុំឲ្យធ្វើតាមទំនឹងចិត្តគេចង់ធ្វើទៅចាំយើងធ្វើបែបតែមួយឲ្យទៅសាបានទេដាក់ឲ្យតាមកំផែងវត្តចាំមកជុំទៅវាទៅជាគ្រឿងលម្អរបស់វត្តផងអូយពីដើមមិញធ្វើតូចធ្វើធំកំពេចកំពុតពេញតាវត្តនេះវត្តបោចំណាអាត្មាទៅមើលនឹងងឹតមុខហើយពីមុនអត់មានបែបមានបត់ប៉ណ្ណឹងធ្វើម៉េចពីមុនពីដើមមកគេធ្វើអញ្ចឹងយើងទៅតាមមិនយើងកើតក្រោយបើឡើយយើងកើតក្រោយធ្វើឲ្យមានរបៀបបែបមិនសមឲ្យបែបតែមួយតាមនេះឬក៏ឲ្យលោកអាចារ្យគណៈកម្មការហ្នឹងគាត់សាងសង់ទៅបែបតែមួយទៅញោមញាតណាដែលមានម៉ែឪឲ្យស្លាប់ទៅឲ្យគាត់មកជាវយកមួយទៅបញ្ចុះទៅដាក់ឈ្មោះឲ្យគេទៅអញ្ចឹងទៅស្អាបានទេញោមញាតយើងបល័យលោកថាសធោថាស្ដោមប៉ុន្តែខ្មែរយើងនិយមថាចេតិយពាក្យថាចេតិយនេះប្រែជាខ្មែរថាទីណាដែលមានមនុស្សគេទៅគោរពគេហៅចេតិយចេតិយៈនេះញោមញាតវត្តអារាមមួយទាំងមូលនេះក៏ចេតិយដែរសម្រាប់ញោមញាតបរិស័ទមកគោរពបំពេញបុណ្យធ្វើសិលធ្វើទានឲ្យជាដើមក្នុងវត្តគេហៅចេតិយដែរបងអុយដូចប្រាសាទនានានៅក្នុងខេត្តបានប្រាសាទបាននន់ប្រាសាទអីទាំងអស់ដូចអង្គរវត្តអង្គរធម្មតាក៏គេហៅតែចេតិយដែរព្រមមានមនុស្សទៅគោរពបូជាគេហៅចេតិយសរុបសេចក្តីបងឃើញទេពួកវិជីខ្សាន់នៅក្នុងរដ្ឋវិជីហ្នឹងគោរពបូជាថែរក្សាចេតិយរបស់ដូនតាតាំងពីបរមបុរាណមានចាស់ត្រត្រោកឲ្យលោកទៅជួសជុលថែរក្សាចេតិយគោរពបូជាសម្រាប់ពួកវិជីខ្សាន់និងថែរក្សាពូជពងវងតកូលអត់ដូចខ្មែរយើងមើលមានប្រាសាទបាននន់ប្រាសាទស្អីច្រើនណាស់នៅបាត់ដំបងនេះប្រាសាទអីផ្លូវទៅបៃលេនអាថ្មភ្លេចអត់នៅជាប់មាត់ផ្លូវនោះប្រាសាទស្នឹងហ្នឹងអាហ្នឹងក៏ជាចេតិយដែរត្រូវតែថែរក្សារិទ្ធប្រាសាទទាំងអស់នេះសត្វតែមានទេវតាថែរក្សាលោកនៅគង់នឹងគ្រប់កន្លែងបើយើងមើលវាមិនឃើញបើយើងថែរក្សាស្អាតល្អទៅពួកទេវតាក៏អាចថែរក្សាយើងដែរឬគ្រាន់យើងជាមនុស្សល្អជាអ្នកមានទានមានសិលមានភាវនាទៅទេវតាស្គាល់ថាយើងជាមនុស្សទេវតាដូចតែលោកដែរណាតែមានសិល5ទេវតាយើងនេះទេវតាលោករាប់អានបើយើងមើលលោកមិនឃើញនឹងរាប់អានបើទេវតាលោកមើលយើងឃើញលោករាប់អានបើមានសត្រូវពូពាលអាក្រក់ណាមួយចង់មកបៀតបៀនដល់ទ្រព្យសម្បត្តិរូបរាងកាយយើងពុទ្ធរុក្ខទេវតាអីទាំងអស់ក្នុងវត្តណាឃើញលោកមិនថ្មិចភ្នែកទេលោកមិនឲ្យយើងអន្តរាយដោយសារពូពាលទេព្រោះយើងជាមនុស្សទេវតាល្អព្រោះអ្នកមានសិលមានទានណាបាននេះទៅលោកផ្នាយលោកបញ្ជាវែកឲ្យដើរខត់យើងឲ្យដើរកណែណាអត់ឲ្យចំយើងទេក្នុងគម្ពីរលោកសំដែងតែអញ្ចឹងបងនេះសម្រាប់ឈ្មោះថាចេតិយសំបីតែខ្ទមអារុកអារៈអ្នកតាតំបងដែរនៅក្នុងបាត់តំបងនោះក៏ជាចេតិយព្រោះមនុស្សគេជឿគេទៅគោរពទីណាឲ្យតែមានមនុស្សទៅគោរពគេចេតិយតាតំបងដែរនៅក្នុងបាត់តំបងនេះអ្នកដែលសាងមុនដំបូងនោះជាងព្រឺងនៅស្វាយឆ្អេះបើគាត់ធ្វើរូបតូចទេតែណាដឹងតាន់ណាគេគាត់ធ្វើស្អាតល្អណាស់រូបតូចរូបដូចគ្នាអញ្ចឹងឯងបើគេមិនហៅតាតំបងដែរនឹងរូបតំណាងអីទេណាគេធ្វើដល់ខ្មែរក៏បើបំផ្លាញអត់ទៅដល់ក្រោយគេធ្វើទៀតធំបណ្ណាបណ្ណៃទៅហើយគេឲ្យឈ្មោះតាតំបងដែរមនុស្សទេទៅឲ្យឈ្មោះผมเป็นตาตะบองได้มาปราตาอันឈ្មោះตะบองได้จะมันแต่ตั้งឈ្មោះตั้งเนียมอ้อยนั่นจะมันได้คือชื่อแต่ก็รบโอชีนั่งบอกสัตว์มันนั่นแต่โยมเย็นเนี่ยประกาศนะการไอ้ก็รบโอชีแต่ปัญหาหนึ่งkita รัตนะดอกตีคราวปีพุทธศาสนา
រតនៈដតីមានសច្ចចាំងបាំងបានមានអរុកអរៈអ្នកតាអីនៅអង្គរវត្តនឹងមានមើលតារាជនោះព្រះវិស្ណុព្រះនរាយណ៍ទេតារាជបំណងណាទៅឲ្យឈ្មោះថាតារាជរូបព្រះវិស្ណុដែរវិយាយទេពនៅសិមរែមិនយាយទេពវិញតាតំបងដែកនៅភ្នំក្រោមវាជឿបងស្រស់វិយាយទេពនោះមិននៅប្រុសទេបងរូបយមរាជនៅក្នុងលៀនជាប់នៅសក់ក្រងណាគឺសក់ក្រងរូបប្រុសបើដល់គេទៅចម្លងមកគេបោះស៊ីម៉ងយមដាក់ទៅគេនឹងណាទៅឲ្យឈ្មោះថាយាយទេពមិនយាយទេពមកប្រាប់ឯណាបងថាអញឈ្មោះយាយទេពណាមិននៅតែទៅឲ្យប្រាប់បងឲ្យដល់អ្នកថាតំបងដែកក្នុងភ្នំក្រោមនោះរូបព្រះវិស្ណុទេចូលកាន់តំបងដែកគេតាតំបងដែកប្រាសាទនៅលើភ្នំក្រោមសត្វតមនុស្សប្រសិទ្ធនាមឲ្យទាំងអស់អានេះគេរតនៈវត្ថុសត្វរតនៈវត្ថុតាំងពីសច្ចចាំងបាំងបាត់ស្អីបារមីអីទាំងអស់ជារតនៈវត្ថុសម្រាប់មនុស្សទីពឹងញញៀនគេដែរតែកាលណាមានភ័យទៅបន់ស្រន់អរុបអរៈអ្នកតារាជឲ្យជួយរំដោះគ្រោះរស់ទុកសោកភ័យចង់បានអីក៏ទៅសំដែរបានលោកសំដែងតែរតនៈដតីនៅក្នុងโลกនេះមានច្រើនបែបច្រើនយ៉ាងណាតែរតនៈទាំងអស់នោះពុំស្មើនឹងពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈឡើយនេះលោកប្រាប់តែចឹងបើយើងទៅគោរពតែទាំងអស់មិនដឹងឯណាទេរាប់ពាន់រាប់រយបើអញ្ចឹងយើងគោរពតែរតនៈណាដែលប្រសើរគឺពុទ្ធពធប្រសង្ឃជារតនៈនៅក្នុងពុទ្ធសាសនាជារតនៈដ៏ប្រសើរដែលយើងអ្នកកាន់ពុទ្ធសាសនាយើងមានអាសន្នអន់ក្រអីភ័យអីកើតមានតែយើងត្រូវរំលឹកដល់ពុទ្ធពធនិងប្រសង្ឃរំលឹកអញ្ចឹងទៅរងាប់សេចក្តីភ័យខ្លាចតក់ស្លុតរន្ធត់ក្នុងបាននេះពុទ្ធលោកសំដែងប្រាប់ពួកភិក្ខុដែលនៅព្រៃភិក្ខុដែលទៅនៅព្រៃតែងជួបពួកយក្សពួកអមនុស្សពួកបិសាចដែលចិត្តកាយវាមកកំហែងគំរាមបញ្ញាក់បង្អើលឲ្យលោកភ័យខ្លាចបានលោកសំដែងក្នុងធច្ចកសោតថាអេវ៉ាំងពុទ្ធាំងសរន្តានាងធម្មំសង្ឃញ្ចភិក្ខវោភិយ៉ាងវាឆំពិតតាំងវាលោមហង្សនហេសតេធម្មនាភិក្ខុទាំងឡាយកាលណាបើសេចក្តីភ័យខ្លាចរន្ធត់តក់ស្លុតណាមួយកើតមានអ្នកចោសោមឲ្យអ្នកនឹកដល់តថាគតមានអតិពិសោភិក្ខវេជាដើមឬពំនោឲ្យនឹកដល់ព្រះធម្មរតនៈគឺប្រធើពំនោសននឹកដល់ព្រះសង្ឃជាដើមសេចក្តីភ័យខ្លាចរន្ធត់តក់ស្លុតរបស់អ្នកនឹងស្ងប់រងាប់ទៅញោមដែលបានធ្វើឲ្យញោមនឹកអាត្មាប្រាប់ឲ្យណាមានភ័យមានអសន្នក្រំបាច់ទៅបណ្ណតាតំងដែកតែនឹកដល់បរតនត្រ័យយើងទៅបង្ក្រាបសេចក្តីភ័យខ្លាចតក់ស្លុតឲ្យបាត់ស្ងាត់ទៅញោមសាបមើលហ្នឹងបងពុទ្ធលោកប្រាប់ពូភិក្ខុណានៅក្នុងធច្ចកសោតហ្នឹងអេវ៉ាំងពុទ្ធាំងសរន្តានាងធម្មំសង្ឃញ្ចភិក្ខវោភយ៉ាងវាឆំភតាំងមែភយ៉ាងវាគឺសេចក្តីភ័យណាតាមពិតតាំងវាលោមហង្សនហេសតេណាឲ្យរំលឹកក៏សេចក្តីភ័យខ្លាចរន្ធត់តក់ស្លុតកើតឡើងសូមឲ្យអ្នកនឹកដល់តថាគតឬនឹកដល់ប្រធាននឹកដល់ព្រះសង្ឃនឹងបង្ក្រាបសេចក្តីភ័យខ្លាចតក់ស្លុតឲ្យបាត់អស់ទៅបើញោមញាតអត់ដឹងទេតែមានភ័យខ្លាចអត់នឹកទៅរយយាយទីប្រអីណានោះរតនៈដតេមកជាទីពឹងទីរលឹកដល់បានញោមញាតមកអាត្មាជំរាបឲ្យអាត្មាជំរាបឲ្យគួរតែជឿអាត្មាដែរជឿឲ្យជួនកាលទេអត់ជឿទេមានប្រាក់ឲ្យដល់ដៃថាអត់ជឿដែរអានឹងនិយាយលេងខ្លះថាញោមបានសាយឃើញមុខស្ដាប់ធ្វើទេសនាស្មូតអញ្ចឹងផងបានពួកយើងអ្នកកាន់ពុទ្ធសាសនាញោមនឹក
យកប្រពុតប្រធើប្រសង់ជាទីពឹងទីរលឹកស្មើដល់ជីវិតដល់មានភ័យទៅនឹករតនៈតិចដាច់ត្រៃសរណៈគុំអស់ហើយបងនេះសូមឲ្យញោមញាតជ្រាបចឹងបើចឹងស្លាប់រស់ក្តីណាត្រូវតែទីពឹងប្រពុតប្រធើប្រសង់យើងកាន់ពុទ្ធសាសនាចាញ់សាសនាដទៃញោមញាតសាសនាដទៃមានសាសនាព្រាហ្មណ៍សាសនាគ្រីស្ទានសាសនាមូស្លីមគេស្គាល់ច្បាស់ណាស់ញោមញាតពួកសាសនាព្រាហ្មណ៍កាលណាមានសេចក្តីភ័យខ្លាចគេត្រូវការចំអាគេសុំពីព្រះឥសូរព្រះនរាជជារតនត្រ័យរបស់គេអត់មានទីពឹងពុទ្ធពធប្រសងអត់មានតែទីពឹងព្រះយេហូវ៉ាសាសនាគ្រឹះអត់មានទៅពឹងព្រះអាឡោះទេគេពឹងងប់រស់នឹងរតនត្រ័យរបស់គេទេច្បាស់លើអញ្ចឹងហើយដូចពួកសាសនាគ្រីស្ទានមានភ័យមានក្រោតគេពឹងតែព្រះយេស៊ូវព្រះយេហូវ៉ាគេហ្នឹងទេអត់មានពឹងពុទ្ធពធសង្ឃអត់មានទៅពឹងអីសូនរាជគេច្បាស់ណាស់បងងាប់រស់គេពឹងហើយពួកសាសនាមូហាម៉ាត់កាលណាមានព្រះអសង្ឃគេទីពឹងតែព្រះអល់ឡោះមកព្រះអល់ឡោះនិងមហាម៉ាត់គេអត់មានមកហៅព្រះយេហូវ៉ាអត់មានហៅព្រះឥសូនរាជពឹងអត់មានពឹងប្រតនត្រ័យគេច្បាស់គេតែសម្រាប់យើងអត់ច្បាស់លើសទេញោមញាតចឹងអាត្មាសម្ដែងសូមឲ្យញោមញាតឲ្យប្រកបច្បាស់ដល់ឲ្យទីពឹងតែបរតនត្រ័យគឺពុទ្ធពធប្រសង្ឃជាទីពឹងទីរលឹករបស់យើងវិសាសនារបស់យើងណាញោមញាតរតនត្រ័យក្នុងសាសនារបស់យើងអត់មានអីខុសពីមនុស្សទេព្រះពុទ្ធមនុស្សដូចតែយើងមើលមកពុទ្ធគេពុទ្ធោព្រះអង្គត្រាស់ដឹងនៅចតុរារិយសច្ចហ្នឹងដោយប្រពីចំពោះព្រះអង្គឯងអរិយសច្ចៈនេះអត់មានណាដឹងបានទេនិយមនេះនៅលើក្រោមដីនេះទាំងអស់អ្នកកាន់សាសនាណាក៏ដោយទេវតាអិនព្រំណាមិនអាចដឹងសច្ចធម៌បានទេមានតែព្រះសម្មាសម្ពុទ្ធមួយអង្គទេដែលលោកដឹងនៅសច្ចធម៌មុនគេបានលោកយកមកប្រកាសប្រាប់ដល់ពួកសាវកទាំងអស់សាវកដែលបានស្ដាប់ពួកអង្គលោកសម្ដែងសច្ចធម៌គឺធម្មចក្រពវត្តនសូត្រជាប្រសូតដែលសម្ដែងពីអរិយសច្ចៈហ្នឹងមនុស្សទី2ដែលបានស្ដាប់ធម៌ប្រពុតឲ្យចាក់ធ្លុះក្នុងអរិយសច្ចៈហ្នឹងមានពួកបញ្ញវគិភិក្ខុទាំង5គឺព្រះអញ្ញត្តកនដេញលោកចាស់ជាងគេដល់លោកស្ដាប់ប្រពុតលោកសម្ដែងអរិយសច្ចៈហ្នឹងចប់ហើយលោកក៏ធម្មចក្របានសម្រេចសោតាបតិមគ្គបងភ្លឺច្បាស់លោកយល់សច្ចធម៌ពួកឲ្យលោកលន់ប្រអស់ស្រែកថាយ៉ាងកេញចេសមុទយៈធម្មំសពន្តាំងនិរោធធម្មន្ទេធម្មជាតិណាមួយដែលកើតឲ្យមកលើលោកនេះធម្មជាតិអស់រមែងវិនិច្ឆ័យសាបសូន្យទៅវិញជាធម្មតាលោកយល់ញោមមើលស្អីមួយដែលកើតឲ្យមានស្ថិរភាពនៅអត់ទេអត់តាំងពីរុក្ខជាតិដើមឈើដើមព្រៃតាកើតឲ្យវាត្រូវស្លាប់ទៅវិញសត្វដេរឆានតូចធំកើតឲ្យត្រូវតែរលត់ទៅវិញមនុស្សក៏ត្រូវតែរលត់ទៅវិញនេះលោកចាក់ទូស្ដាប់ធម៌ប្រពុតមកមានតែអញ្ញត្តកូនដេញទេដែលដឹងជាមនុស្សទី2ដែលស្ដាប់ធម៌ប្រពុតទាំងចាក់ទូតែអញ្ចឹងប្រពុតលោកលន់ប្រអស់ព្រមទាំងដែលណាស្ដាប់បានលន់ប្រអស់ថាអញ្ញាសិវត្តពោកនដេញោអញ្ញាសិវត្តពោកនដេញោលន់ប្រអស់យល់ថាអូកូនដេញចេះដឹងហើយណូកូនដេញចេះដឹងហើយណូក៏លោកលន់ប្រអស់ព្រោះមានតែលោកដឹងមុនគេលោកសំដែងធ្វើប្រាប់កូនដេញជាមនុស្សដែលដឹងទី2លោកលន់ប្រអស់ចាលោកសំដែងប្រាប់ក្នុងពេលនោះឯងដែលពួកភូមិទេវតាទាំងអស់ហ្នឹងស្ដាប់ធម៌ក្នុងបានទៅបានភូមិទេវតាស្រែក
នៅសັບសាតុការតែចាក់នេះគ្មានណាអាចបង្វិលបានទោះបីជាសមណៈព្រាហ្មណ៍ទេវតាប្អិនប្រព្រំក៏មិនអាចបង្វិលបានទេធម្មចក្រណាដល់ភូមិទេវតាស្រែកបន្តសັບសាតុការហើយទេវតាក្នុងឋានចតុមហារាជការឮភូមិទេវតាស្រែកបន្តទៅទៀតបន្លឺឲ្យលន់ឮស្រែកបានទេវតាក្នុងឋានសួគ៌6ស្រែកបន្តនេះដល់ទៅព្រហ្មលោកព្រហ្មបរសជាណាក៏បន្លឺសាពាចាទៅក៏ក្រៅរំពើទាំងអស់នេះសច្ចធើណូបានតែយើងទាំងអស់គ្នាមានសំណាងណាញញាតព្រះពុទ្ធជាមនុស្សប៉ុន្តែជាគ្រូទេវតាផងគ្រូមនុស្សផងព្រះបរមសាស្តាចារ្យយ៉ាងនេះរតនៈទី1របស់យើងហើយរតនៈទី2គឺព្រះធម៌ដែលព្រះអង្គទ្រង់សម្ដែងហើយហ្នឹងគឺមានសិលសមាធិបញ្ញាដែលនៅក្នុងគម្ពីរបត្រៃបិដកនឹងមានទាំងអស់គ្រប់វត្តអ្នកកាន់សាសនាណាក៏មានគម្ពីរបត្រៃបិដកជាគោលដែរនឹងជាសាសនធម៌ដែលព្រះអង្គសម្ដែងទី3ព្រះសង្ឃព្រះសង្ឃក៏ជាមនុស្សដូចតែយើងដែរខ្ញុំដូចនេះព្រះសង្ឃនឹងក៏ដែរជាក្រហមមកប៉លោកនឿយណាយក្នុងពេកហើយជ្រះថ្លាក្នុងសាសនាលោកមកបួសដល់លោកបួសនេះហើយលោកសិក្សារៀនសូត្រនៅព្រះបរិយត្តិធម៌ដែលព្រះអង្គទ្រង់សម្ដែងហើយហ្នឹងលោកចេះដឹងឲ្យលោកអប់រំបន្ទុំកាយវាចាចិត្តរបស់ផងយើងអបលោកផងហើយលោកឆ្លៀតឱកាសនឹងបញ្យល់ប្រាប់ញោមញាតអំពីសិលសមាធិបញ្ញាអំពីទានសិលភាវនាជាធ្វើដែលញោមញាតត្រូវគោរពហ្នឹងបើត្រូវធ្វើហ្នឹងចេះដឹងញោមញាតចេះដឹងបានតាមរយៈប្រសង្ឃហ្នឹងឯងផងញោមមើលសត្វតែមនុស្សទាំងអស់ហើយប្រសង្ឃជាស្រែបនបញ្ញខេត្តដែរសម្រាប់ញោមញាតផ្ញើទានប្រគិនបច្ច័យ4ចំពោះលោកទៅអានិសង្ឃនឹងបានបនមកយើងវិញបើទាំងអស់គ្នានេះសូមឲ្យញោមញាតជ្រាបគ្រប់គ្នាទាំងអស់នេះបងអានឹងឯងដែលថាព្រះធម្មខណ្ឌ84000ធម្មខណ្ឌនៅក្នុងវត្ថុ5យ៉ាងនោះបើធម្មខណ្ឌចុងក្រោយទេបងញោមញាតត្រូវសិក្សាត្រូវស្ដាប់ត្រូវរៀននៅព្រះធម៌ហ្នឹងដើម្បីជាវត្តបដិបត្តិឬព្រះត្រៃបិដកគេហៅថាបរិយត្តិធម៌បើស្ងៃមានមនុស្សខ្លះគេថាព្រះត្រៃបិដកមិនបរិយត្តិទេគេថាខុសទៀតគេថាមិនបរិយត្តិទេព្រះត្រៃបិដកមានពួកគេថាគេថាពុទ្ធនៅមានកិលេសដែរគេនិយាយថាចឹងតែមានក្រុមគេថាបច្ចុប្បន្នហ្នឹងនេះសូមឲ្យញោមញាតជ្រាបផងគឺព្រះសង្ឃក៏ជាមនុស្សដូចយើងដែរសរុបមករតនត្រ័យក្នុងពុទ្ធសាសនាគឺពុទ្ធជាមនុស្សព្រះសង្ឃជាមនុស្សព្រះធម៌ជាទ្រឹស្ដីបដិបត្តិយ៉ាងនេះនិយាយអំពីកសាងពុទ្ធបដិមាបានវិជាប់ហើយតមកវត្ថុ4យ៉ាងទៀតដែលពុទ្ធលោកបដិស្ថានទុកជាស្រែបនដល់ញោមញាតហ្នឹងបងឲ្យគោរពបូជាហ្នឹងហើយសម្រាប់ពុទ្ធសាសនានេះអត់មានពិធីបន់ស្រន់ទេណាញោមញាតបន់ស្រន់មិនតែកាន់ពុទ្ធសាសនាទេចាំអាត្មាលើករឿងមួយមកសម្ដែងឲ្យញោមញាតស្ដាប់ថាពុទ្ធលោកថាបន់ស្រន់បានទេថ្ងៃមួយអនាតបេនិកសេដ្ឋីជ្រះថ្លាបាននាំភើតចូលទៅកាន់វត្តចេតពុនអង្គាសភើតប្រគេនចង្ហាន់ចំពោះពុទ្ធនិងព្រះសង្ឃតើពុទ្ធនិងព្រះសង្ឃលោកធ្វើផិតតកិច្ចគឺឆាន់ឆ្អែតស្កប់ស្កល់ហើយពុទ្ធលោកសំដែងធ្វើប្រាប់អនាតបេនិកសេដ្ឋីខ្ញុំស្ដាប់មែនទេណាបងតែស្ដាប់មែនទេខឹងអាត្មាងប់តាមមែនទេមកលោកសំដែងធម្មនាលកហបតីថារបស់5យ៉ាងណាមនុស្សនៅលើពិភពលោកនេះគេចង់បានទាំងអស់ជាណាគេចង់បានដែរមិនសម្រាប់អ្នកកាន់ពុទ្ធសាសនាទេ
ដែលជាគ្រឿងកម្ររបស់5យ៉ាងហ្នឹងអ្វីតែទី1អាយុវែងមកញោមញាតអត់ចង់បានអាយុវែងទេទាំងអស់គ្នានេះឃើញទេអុយទៅសួរចិនសួរយួននេះទៅចង់បានដូចតែគ្នាសួរណាចង់បានដូចគ្នាអានេះវាស្មើគ្នាហ៎ហើយទី2ពើសម្បុរល្អពើសម្បុរកើតមកភ្លឺថ្លាល្អបងមិនចាំពិបាកលាបលេលាបអីក៏ល្អដែរបងល្អធម្មជាតិទី3សេចក្តីសុខមកញោមមិនចង់បានទេសេចក្តីសុខគិតមើលមកអ្នកណាក៏ប៉ុន្តែតែសុខនឹងឯងចង់បានសេចក្តីសុខគ្រប់តែគ្នាទី4ទ្រព្យសម្បត្តិទី5យសៈបនសៈនេះពុទ្ធលោកសំដែងតែមនាលកហបតីរបស់5យ៉ាងនេះមិនមែនបានដោយការបន់ស្រន់ទេលោក5ទេថាបន់ស្រន់អត់បានទេតែមកនេះខ្ញុំនិយាយតំណឹងឯងពុទ្ធលោកថាបន់ស្រន់អត់បានទេនេះអាត្មាប្រាប់ខ្ញុំញាតហើយខ្ញុំញាតអាចបន់ស្រន់សំទេវតាផ្អិនប្រព្រំឲ្យជួយនេះជួយនោះតែបានទទួលអំណោយឲ្យទេវតាកាន់យកអីមកឲ្យទេអានឹងពុទ្ធថាមានតែហេតុប៉ុន្តែអត់ផលតែរបស់មានហេតុអត់ផលលោកអត់ឲ្យជឿទេអត់ឲ្យកាន់អីឲ្យកាន់តែហេតុណាដែលមានផលតែបានđâyខ្ញុំយានពុទ្ធសាសនាអះអាងទៅលើហេតុផលដោយមនុស្សមិញនេះគឺអាត្មាសំដែងមានហេតុមានផលឲ្យពូជមនុស្សមិនអត់ឲ្យអត់ចាំទេអាត្មាសំដែងខាងដើមហ្នឹងពេលនេះអត់ទៅចាំទេអាត្មាថាយើងកូនជាផលម៉ែឪជាហេតុហ្នឹងនោះប្រាប់តែអញ្ចឹងបើគ្មានហេតុគ្មានយើងទេនេះផ្កាឈូកផ្កាឈើនេះអានេះគេហៅផលឡានុផលបើវាមានដើមឈូកវាគ្មានផ្កាឈូកនោះទេហេតុគឺដើមតាមមកនេះខ្ញុំនិយាយបើវាមិនមានដើមក្រូចក៏បើគ្មានផ្លែក្រូចដែរនេះពុទ្ធលោកសំដែងចឹងខ្ញុំបន់ណាមិនឲ្យបានផ្លែក្រូចហ្នឹងបើខ្ញុំមិនដាំដើមក្រូចបន់ណាមិនឲ្យបានផ្លែស្វាយបើខ្ញុំមិនដាំដើមស្វាយនេះហេតុផលពុទ្ធសាសនាស្អាតបានទេខ្ញុំនិយាយជាបានណាអាត្មាសំដែងធឿងអានេះឲ្យខ្ញុំញាតច្បាស់គឺឈប់បន់ស្រន់ពុទ្ធលោកបញ្រៀនឲ្យយើងធ្វើការទេណាខ្ញុំញាតធ្វើការខ្ញុំញាតចង់បានអាយុវែងកុំសម្លាប់សត្វណាហេតុមិនសម្លាប់សត្វបានអាយុវែងវិញខ្ញុំញាតចង់ឲ្យបានពើសម្បល់ល្អកុំឲ្យខឹងច្រើនតែបានទេហ៎តែខឹងនោះអាកំហឹងនោះជាភ្លើតោសៈគិមោហៈគិរាគៈគិសតភ្លើងតែបានទេខ្ញុំញាតភ្លើងទាំងអស់កាលណាខឹងក្តៅក្រហាយក្នុងចិត្តហ្នឹងធ្វើឲ្យពើសម្បល់យើងប្រែព្រាមហើយមិនបាច់ចាំជាតិមុខទេអ្នកដែលខឹងខ្ញុំទៅមើលតែខឹងមុខឡើងស្លាំងអស់ឈាមហើយបងជាតិភ្លើងនោះវាកំើកនោះវាដុតហើយមកអាត្មាសួរញោមញាតទាំងអស់គ្នានេះសួរអាត្មាសួរថាមនុស្សស្រីនិងមនុស្សប្រុសណាខឹងច្រើនជាងញោមញាតសួរចឹងឯងមកឲ្យដឹងខ្លួនឯងហ្នឹងសួរតែមនុស្សស្រីខឹងរឿងអីញោមញាតអាត្មាអាណិតញោមញាតស្រីណាបងថាខឹងរឿងអីថានៅប្តីគេប្តីឯងគេធ្វើស្ថែរោស៊ីការងារមិនដាក់ដៃអត់ឈប់ទេងាកមកប្តីឯងអត់ធ្វើអីទេដើរលេងប៉ឡែស៊ីផឹកសែបគប់ក្មេងស្ទាវរំច្រៀងក្តៅក្រហាយណាមើលទៅប្តីគេធ្វើការហើយមិនតែប៉ុណ្ណឹងថែមទៅមានស្រីទៀតអានឹងកាន់តែក្តៅក្រហាយទៀតញោមគេណាអាត្មាសំណោះញោមញាតស្រីណាបងនឹងហើយបានប្តីថាទីពឹងប្តីជួយធ្វើការធ្វើងារផ្សេងចឹងទៅបានប្តីចោលមកសៀតចឹងមកមិនងើតនៅឲ្យក្តៅអានេះក្តៅអ្នកណាក៏អត់បានដែរញោមញាតបើអាត្មាជាមនុស្សស្រីក៏ដូចតែញាតខឹងដូចតែគ្នាអញ្ចឹងឯងបង
អានេះនិយាយសេចក្តីពេញតែបានយមញាតស្រីអូនៅក្រៅបើរួយមានកូន2 3អាកូននោះស្ទាវទៀតគេតែបដៅមិនស្ដាប់ប្រាប់មិនតាមទៀតដែរប្តីក្នុងកូនឲ្យសេចក្តីក្តៅកាហាយអស់ដុតរោលដល់អានឹងវិញចឹងមើលទៅកូនគេប្តីគេល្អល្អអឿនគ្នាជួយធ្វើការរត់យ៉ាអញអត់នេះបាទអាត្មាទេសនាសំណោះញោមស្រីណាបងថាបានប្តីមកជួយរកស៊ីកំដរគ្នាបានមកមានអីអត់រកអីសោះដើរលេងពេលលាប៉ឡែក្តៅកាយប៉ុន្តែឲ្យញោមញាទទួលស្គាល់ការពេចចោះការពេចគឺអ្វីការពេចគឺផលរបស់កម្មដែលយើងធ្វើហើយញោមញាថាពីមុនមិញយើងធ្វើវាអត់ល្អបើវាជួបនឹងប្តីអញ្ចឹងអត់បានញោមញាយើងធ្វើម្ដងបានវាជួបនឹងកូនអញ្ចឹងហ្នឹងជាផលរបស់កម្មញោមទទួលស្គាល់ការពេចចប់បញ្ញាអញស៊ូទៅលេងរវល់ធ្វើទៅជួយក៏ដោយវាមិនជួយក៏ដោយតែណាតាមតែវាទៅព្រោះអស់ការក្តៅកាហ្នឹងការសេចក្តីពេកគឺកម្មនិងផលរបស់កម្មតែបានយមញាតហ្នឹងចប់ក៏ដល់និយាយពីចង់បានសេចក្តីសុខចង់បានសេចក្តីសុខរក្សាសិល5ណាឲ្យមានសិល5គ្រប់តែគ្នាតែព្រោះសិល5នេះជាសិទ្ធិរបស់មនុស្សពុទ្ធលោកសំដែងជាសាកលវិញញោមញាតតែសិលតែមនុស្សចាស់បានគេសុំឯងក្មេងៗមិនសុំទេមិនញោមទៅយល់អញ្ចឹងយល់កំណត់ឯងមានពុទ្ធលោកសំដែងពុទ្ធថាមនុស្សមានសិលទាំងអស់បានសុំអញ្ចឹងសិលគឺសិល5វិញសិល5ញោមញាតគិតមើលមកដោយញោមញាតខ្លះសម្រាប់សត្វកំណែសម្លាប់លួចត្រឹបគេកំណែលួយបៀនប្តីប្រពន្ធកូនគេក៏អត់កុហកគេក៏អត់ប៉ុន្តែកុហកនេះនៅច្រើនពូឈ្មួញអ្នកលក់អ្នកដូរកុហកច្រើនណាស់បងតែបានញោមញាតកុហកចង់បានថ្លៃអូនអើយក្មួយអើយប្អូនអើយខ្ញុំទិញមកថ្លៃណាស់លក់ហ្នឹងខាតបាទកុហកគេទេណាវាមិនដែរអ្នកណាទៅទិញមករៀលលក់មករៀលវិញខ្ញុំណែមានទេយមញាក៏ប៉ុន្តែកុំឲ្យយកចំណេញខ្ពស់ពេកទៅលក់យកចំណេញចង់ស្មើដើមដែលទិញមកពុទ្ធថានឹងឈ្មួញកោងបាបអត់មានមេត្តាករុណាដល់អ្នកទិញយកការអ្នកទិញគ្នាក្រផងមិនសូវមានផងខ្ញុំនិយាយមើលតម្លៃថ្លៃយើងយកចង់ស្មើដើមដែលទិញមកហើយថាឈ្មួញកោងបាទប៉ុន្តែអ្នកលក់នឹងចិត្តអាក្រក់អត់មានមេត្តាករុណាអាណិតអាសូរដល់អ្នកទិញសោះខ្ញុំនេះបាបបានប្រាក់មែនប៉ុន្តែបាបបើអញ្ចឹងញោមមិនចាំពូលប្រាប់កុហកគេទេជីវាឲ្យរួចប៉ុន្តែកុំឲ្យយកចំណេញខ្ពស់ពេកតាមបាននេះឲ្យប្រកបដោយសិលមានសិលធម៌ក្នុងខ្លួនចឹងនេះពូឈ្មោះចាកុហកប៉ុន្តែយើងកុំពូលប្រាប់គេថាទិញមកថ្លៃកុំនិយាយរឿងហ្នឹងប៉ុន្តែអ្នកលក់គេមិនដែលណាទិញមករៀលលក់មករៀលទៅវិញទេបានអីកម្រៃប៉ុន្តែកុំឲ្យយកខ្ពស់ចង់ស្មើដើមអានេះត្រូវគិតចឹងរួយបណ្ដាសិលទាំងអស់នេះសិល5មានសុរាចំក្រោយគេប៉ុន្តែសិលទាំង4នេះបើញោមញាតសម្រាប់សត្វដាច់តែមួយទេសិល4ទៀតអត់ដាច់ទេបើញោមញាតលួចត្រឹបគេក៏ដាច់តែមួយដែរហើយញោមញាតពីប្រពន្ធកូនប្តីគេក៏ដាច់តែមួយដែរហើយញោមញាតកុហកគេដាច់តែមួយដែរបើផឹកស្រាដាច់ទាំងអស់ព្រោះស្រាជាចំណងរបស់សិលបើស្រាជាចំណងរបស់សិលព្រោះបុរាណដងថាអ្នកលេងស្រីលេងស្រាស្អីឈួតបើឈួតស្រីឈួតស្រាឈួតលបែងពេលលាណាគេឈួតទាំងអស់បើឈួតក្រៃកន្លងនោះអ្នកផឹកស្រាក៏ឈួតអ្នកលេងស្រីក៏ឈួតអ្នកលេងលបែងស៊ីសងក៏ឈួតញោមមើលអ្នកលេងលបែងតែចាញ់លបែងតែវាយប្រពន្ធដោះខ្សែកក៏វិលយកទៅលក់លេងលបែងអញ្ចឹង
và niệm phật sra đây ta kia chuột là phật ấy chuột sờ văng sợ đau sờ vắng chuột để nhung nhận lên đang khó trâu ấy hả sân nắp cái hiền lui cái hiền đây một quân cái gặp biết tận ai ta phật sra đây tận ban một quân sra chia chìm non rồi bỏ sel họ bảo ta dương mình phật sra đôi chọn sel tầng pram ở chợp bà can na phật đặt tầng ở sel nó có mình chợpเนี่ยอาตมาซ้ำจะเรียบใช่ชรานดับเปล่าอูดปราบเนี่ยรสาเสลายไอ้ปรสาตะบุญเดอูดปราบที่นั่นนะอาตมารสาบุญสาไอ้กันละถ้าเราสร้างแล้วมันลุมันสลับมันลุยเกมันปีนไอ้พวนก็มันก็เหาะเกมันอดมันสรานเราแต่พระอาตมาថាអូបើចង់ឲ្យណោចអស់ហើយមិនបាច់ចាំសំទេពុទ្ធលោកសំដែងស្រានៃញោមញាតនេះទឹកសតទេញោមញាតលើកឡើងស្រែកប្រាប់យ៉ាងនេះស្រាប៉ុន្តែទឹកសតទេតែញោមញាតប្រាប់បដូចហើយតែញោមញាតផឹកទៅលីបឲ្យតែផុតបំពង់កចូលទៅដាច់សិលហើយអូមិនអតិពលប៉ុណ្ណឹងទឹកសតទៅបដូចកំបានផឹកទឹកសតទៅលីបទៅហត់បងកចូលសរានេះអានេះអញ្ចឹងអំណាចឥទ្ធិពលហ្នឹងញោមញាតស្ដាប់បានណាបងនៅឲ្យរសាសែលហ្នឹងវិស្រានៃញោមញាតណាមានចិនឆ្កែដែរបើមានចិនឆ្កែចាំត្រឡប់ទៅវិញរកស្រាមកចាក់ឲ្យឆ្កែផឹកចាក់ទៅហៅឆ្កែមកផឹកឆ្កែទៅហត់បានក៏វិក្បាលដើរចេញទៅខ្ពើមស្រាអត់ផឹកទេញោមញាតប៉ុន្តែសក់ចិត្តទៅស៊ីអញអើយអាមនុស្សយើងអញអត់ស៊ីបើតែផឹកស្រាតែឆ្កែខ្ពើមហ្នឹងអ្នកណាក្រិនចឹងណាញោមអូយឥឡូវគិតមើលណាឆ្កែខ្ពើមស្រាបើស៊ីអញមនុស្សអញមិនស៊ីទេបើទៅផឹកស្រាដែលរបស់ឆ្កែខ្ពើមណាក្រិនបើជាងណាអាបានទេរយញោមស្រីណាមានប្តីផឹកស្រាថាអូអញក៏មិនចេះខ្មាស់ឆ្កែខ្ញុំមានថាអញ្ចឹងទៅអាត្មាបិណ្ឌរៀនណាបានណាថាទៅផឹកស្រាបានថាអញកោតមិនចេះខ្មាស់ឆ្កែបើយ៉ាងយកប្តីកាយវាយបណ្ដោយបើយើងដឹងក៏យើងឲ្យវាយមិនចង់វាយរត់គេចេញមកទៅផ្ទះម៉ែយើងវិញទៅហើយនិយាយពីស្រាតែអាត្មានិយាយចង់ឲ្យញោមប្រុសចង់ឈប់តែកុំឲ្យអន់ចឹងឆ្កែពេកបើនេះហេតុតែនៅមានអាយុវែងអត់បានសេចក្តីសោកទេញោមញោមចង់ឲ្យមានទ្រព្យសម្បត្តិគឺឲ្យបរិច្ចាគសម្បត្តិយើងដែលមានធ្វើជាទានបានយើងមានអានិសង្សទ្រព្យសម្បត្តិនោះកើតដល់យើងវិញហើយញោមចង់ឲ្យមានអាយុវែងចង់មានបុណ្យមានស័ក្តិទៅកុំជាណែនក្នុងគេនៅក្នុងស្រុកភូមិផងរបស់ជាមួយមានតកូលណាគេបានសុខប្តីប្រពន្ធគេល្អោកល្អើននៅគ្នាមិនដែលឆ្លោះប្រកែកគ្នាគេមានកូនចៅមកតំប5ក៏មិនដែលលឺមាត់ក៏ទើសតែងអីគ្នាទេយើងកុំចំណែនក្នុងគេខ្លះចំណែនឃើញគេបានសោកចំណែនស្អប់គេបុញមាត់បាត់ដុំដៃស្អប់គេណាកុំឲ្យស្អប់គេតែស្អប់គេកើតជាអនាគតអត់មានបុណ្យស័ក្តិអីទេលោកឲ្យធ្វើមុទិតាធឿគឺសេចក្តីត្រេកអររីករាយតាមពូជពងគេដែលគេបានសោកនឹកទាំងតកូលនេះហើយគេធ្វើបុណ្យអីប្តីប្រពន្ធគេមិនដែលលឺមាត់ធ្ងន់មាត់ស្រាលដាក់គ្នាស្ងប់ឲ្យតែឈឹងកូនគេមកតំប5គេទូលមានព្រានបដៅទៅក៏បានបែបបានបាត់មិនដែលលឺជេរបន្តិចកូនហើយនៅសាបាននេះយើងត្រេកអរកមុទិតាធឿនឹងឯងជាអានិសង្សបុណ្យឲ្យយើងមានបុណ្យមានស័ក្តិក្នុងបច្ចុប្បន្នបានពុទ្ធឧស្សាហ៍តែមនាលកាបតីរបស់5យ៉ាងនេះកើតឡើងមិនតែការបន់ស្រន់ទេបន់ស្រន់អត់បានទេបានពីការធ្វើដល់បានទេញោមញាតការធ្វើមានណាមានកាយវាចាចិត្ត
ដែលយើងធ្វើហើយយើងធ្វើល្អសន្សំកុសលល្អកុំឲ្យធ្វើអាក្រក់ដោយកាយវាចាចិត្តអានឹងជីវៀងអានឹងចេះធ្វើល្អបានយើងបានផលបានអានិសង្សល្អដល់មកយើងគ្រប់គ្នាទាំងអស់ក៏អានឹងពុទ្ធសាសនាអញ្ចឹងទៅដែលអាត្មាសំដែងចង់ឲ្យញោមឈប់បន់ស្រន់តែបានទេហើយពុទ្ធលោកប្រាប់ថាបន់បានទេប្រាប់អនាតបិណ្ឌហ្នឹងប្រាប់ច្បាស់អញ្ចឹងហ្មងបាននៃការធ្វើនៅពុទ្ធសាសនាជាសាសនាដែលមានហេតុផលគឺធ្វើកម្មធ្វើការងារបានមិនធ្វើអត់ទេបងនេះឲ្យញោមញាតជឿច្បាស់ចាអាត្មាលើករឿងយាយពូចិនមកក្រុមអានេះរឿងបច្ចុប្បន្នណាចិនយាយចិនមកក្រុមចាស់បែរញោមអាសាចិនមកពីស្ទឹងមានជ័យមកក្រុមភ្នំពេញមកក្រុមទៀតមកពីច្បារអំពើសតែចាស់បែរគ្នាគាត់មកឡានក្រុងមួយជីមកថ្វាយអង្គមអាត្មានៅក្រោមដើមជ្រៃក្នុងវត្តថ្វាយអង្គមក៏សួរទៅញោមញាតជើងទៅណាមកណាគាត់ថាចំណាំមកអរគុណដល់សម្ដែងហើយខ្ញុំកណានេះពូជពងវងតកូនអ្នកកាន់សាសនាប៉ុន្តែអត់យល់អីទេទៅវត្តទៅអីតាមថាម៉ែឪក៏អត់ដែរដឹងដែរយកតែចង្ហាន់ទៅប្រគេនលោកយកទៅថាបនក៏មិនប្រាប់តែខ្លួននោះអត់ដឹងអីសោះដល់បានស្ដាប់ធឿទេសនាសម្ដេចទៅគឺយល់ពីពុទ្ធសាសនាសួរតើដែរគាត់យល់ក៏ឈប់ធ្វើអីខ្លះគាត់ថាទី1សម្ដែងខ្ញុំកណាណាពីមុនមិញណាឲ្យទៅលឺលោកណាស្រោចទឹកប្រកែទៅវាយតង់សម្បុកតង់កូនចៅទៅស្រោចទឹកគាត់ប្រាប់ថាអញ្ចឹងតែស្អែកគាត់ឈប់ឲ្យស្ដាប់ទៅគាត់ឈប់ទៅទឹកមិនមែនធ្វើឲ្យមនុស្សបរិសុទ្ធបានទេឲ្យមនុស្សស្អាតបានទេមនុស្សដែលស្អាតតែលមានធ្វើបានស្អាតបានបងអញ្ចឹងទី1ទី2តែគាត់ឈប់សែនហើយចិនសែនមួយឆ្នាំនឹងប្រមាណដងបើសែនដល់ជ្រូកខ្វៃផងមិនទេបងអស់ដែលស្ដាប់ទៅឈប់សែនធ្វើតិខេណានុបទានតាមពុទ្ធសាសនាដើម្បីឧទ្ទិសជូនដល់ចដូនចតាម៉ែឪនោះអានេះទី2ក៏ឈប់ហើយឈប់សែនទី3ឈប់បន់ស្រន់សុំនេះសុំនោះពីទេវតាផ្អិនប្រព្រំឲ្យជួយសុំទាំងពុទ្ធឲ្យជួយទៀតផងតែឈប់ទី4ឈប់ចង់បោះដៃបោះដៃក៏ហងគាត់ថាសប្តាហ៍ថ្ងៃនេះគ្រាន់តែទៅបន់ខ្មោចទៅជួយគេចង់បោះដៃឲ្យតែកុំមកវិឆុងគាត់ថាដែរអត់ចង់ឈប់គាត់ឈប់ទាំងអស់តែដល់គាត់ឈប់ទាំងអស់ទៅមើលទៅសពដូចតែអង្គលដែលធ្វើអង្គលទៅស្រោចទឹកអង្គលសែនព្រេនបន់ស្រន់ចង់បោះដៃប្រហែលអីឈប់អស់ហ្នឹងទៅដូចតែគ្នាបានសុខស្រួលកាត់បន្ថយសោតនេះគាត់ថាគាត់យល់ក៏ប្រកាសប្រាប់ចឹងបានយើងជឿល្អគាត់ជឿគាត់យល់មែនអញ្ចឹងនេះសូមឲ្យញោមញាតជ្រាបស្ដាប់បានទេញោមញាតស្ដាប់ដឹងយ៉ាងណាទេឆ្លើយចាក់បណ្ដោយយកតែមុខកំដឹងស្មាអត់សូវជឿញោមនេះណាបងជាងការខ្លះកំពុងតែជឿបានស្រានអាត្មាមកទីអញ្ចឹងក្តៅក៏ហើយណាអាត្មាទៅតែអាត្មានិយាយលេងតែញោមញាតអើយស្រេចញោមញាតស្ដាប់ចុះប៉ុន្តែអាត្មាមិនបង្ខំឲ្យជឿទេបាទអាត្មាលើកអំណះអំណាងមកឲ្យញោមស្ដាប់គ្រប់ហើយណាញោមញាតព្រោះអាត្មាតាំងខ្លួនជាអ្នកបម្រើពុទ្ធជាខ្ញុំបម្រើពុទ្ធធ្វើឲ្យអាត្មាសម្ដែងមិនមែនធ្វើអាត្មាទេណាអាត្មារៀនសូត្រចេះចាំពីពុទ្ធលោកថាម៉េចមកយកមកប្រាប់ញោមយ៉ាងនេះតែទៅសើអាត្មាអត់ទេអាត្មាអត់ចេះទេនឹងអាត្មានាំពាក្យពុទ្ធនៅក្នុងគម្ពីរបត្រៃបិដកមកប្រាប់ញោមទេបើប្រាប់អាត្មាតាំងខ្លួនជាខ្ញុំបម្រើពុទ្ធបម្រើពុទ្ធឲ្យនាំពាក្យរបស់ពុទ្ធមកប្រាប់ញោមញាតឲ្យដឹងអំពីពាក្យទូលមានព្រាហ្មណ៍đạoរបស់ពុទ្ធនឹងគ្រាន់តែប៉ុណ្ណឹងទេបងហើយបើញោមញាតខឹងអាត្មាជេរអាត្មាក៏ដូចតែខឹងនឹងពុទ្ធជេរពុទ្ធដែលប្រាថ្នានាំពាក្យពុទ្ធតែមកប្រាប់ហ្នឹងតាមបានទេញោមញាត
ចឹងធ្វើទេសនានេះប៉ុណ្ណឹងហើយញោមឲ្យមក3ជាងកន្លះ4ដែរបើទេមិនចេះតិចមកហើយមើលទៅមុខមាត់ញោមក៏សពឹបសពូនទៅស្ដាប់ធ្វើទៅទន្ទឹងតែចាំស្មើណាទៅបានចប់មិនចេះលឺចំដឹងតែថាមើលមុខឃើញចឹងហើយបើកណ្ណាអាត្មាបង្ហើបតើណាចប់ហើយឃើញមុខនិយមឲ្យប្រព្រៃ